ទៅធម្មជាតិចេះដល់ហើយគាត់ថាធ្លាក់ភ្លៀងភ្លាមដើមឈើជុំវិញផ្ទះលាស់អស់បៃតងស្រស់ស្ងាត់ហ្មងហើយវិលជុំបន្លែពេលខែភ្លៀងចេះអត់ខ្វះទេមហូបវិលជុំអានោងតឡាចតសក់អីនេះវិលជុំហើយបើស្លឹកបាសវិញសបោណាតគៀនលបងនឹងបេះយកទៅណាមអស់គាត់ថាខ្ញុំអាលបងផ្ទះមកលវែងចំហៀងនឹងអត់បេះទេទុកឲ្យអ្នកចិត្តខាងគាត់បេះទៅយើងបេះអាក្នុងមកណាមួយអាក្នុងនេះវាស្លឹកវាស្អាតត្រួយវាខ្ចីអញ្ចឹងណាហើយអាស្លឹកធំហ្នឹងក៏វាអត់ចាស់ខ្លាំងដែរឡើងស្រួលវាលវក់ហ្មងណាខ្ញុំបេះមកយកតែស្លឹកទេអត់កាច់តងវាមកបេះទេបងនឹកឃើញថាដើមវានៅស្ទើរដែរវាអត់ទាន់ឡើងទ្រឿងសពអស់ណាទ្រឿងដែលដាក់ឲ្យវាឡើងហ្នឹងវាឡើងបានតែបន្តិចទេអញ្ចឹងទុកសិនទៅឲ្យវាបោះដៃមកយើងបានស្លលើក្រោយទៀតតន់ខែភ្លៀងចេះយើងបេះអីទៅក៏វាអត់ងាប់ដើមដែរតែបើយើងកាប់ទៅវាអាចយើងយូរអត់ងាយលាស់បានល្អអញ្ចឹងដើមវាបោះដៃស្រាំចេះយើងទុកទៅបេះតែស្លឹកយកមកហូបមកបានហើយខ្ញុំបេះនេះខ្ញុំឃើញអញ្ចឹងតិចណាប៉ុន្តែបេះចាក់ស្ដែង2 3កញ្ឆេងដាក់ចូលក្នុងស្បោងអត់អស់ទេបេះមួយកញ្ឆេងទៅមួយកញ្ឆេងដាក់មានអស់ណាកញ្ឆេងទូចដែរក៏មិនដឹងគាត់ថាបើតាមស្លវិញអាចបាន2 3ពេលដែរព្រោះយើងយកទៅស្លឹកទេយកទៅដល់គ្រាន់តែលាងទឹកសម្អាតងាយអាយទៅបងបានហើយអត់ចាំបាច់ពិបាកនៅបេះយូរទេហើយបេះសុកហ្នឹងក៏ឃើញមានកូនតកៅហើយបើយើងចង់ញិចវាក៏បានដែរតែខ្ញុំខ្ជិលគេនៅនឹងមុតឈើឲ្យគេនៅទៅទោះបីជាយើងញិចក៏មានអាផ្សេងទៀតដែរអញ្ចឹងទុកនឹងទៅយើងកុំប៉ះពាល់គេទៅហើយមកទៅទៀតហ្នឹងក៏ឃើញមានកូនកដោបហ្នឹងដូច slow ដល់ហើយអត់មានរើទៅណាសោះស្ទាបវាទៅអត់មានរើទៅណាទេអាហ្នឹងបែបផ្ទះគេនៅហ្នឹងហើយមើលទៅឲ្យគេនៅទៅអាយពពួកសត្វតកៅសត្វទូចចេះអីបើយើងដាំតាណាមឲ្យខ្លាចចាប់ហើយព្រោះថាងាកទៅណាក៏ឃើញដែរយើងក្តិចវាចោលខ្លះយើងធ្វើអីវាខ្លាចអញ្ចឹងទៅកុំឲ្យតែវាស៊ីបន្លែយើងអស់ទៅបានហើយណាមួយស្លឹកបាសនេះអត់ខ្វះទេច្រើនណាស់យើងបេះចេះនោះស្លបានប្រហែលពេលនៅទៀតទៅបើចឹងវាយើងចែកគ្នាទៅបានស្លឹកផ្សេងចេះហានិយាយពីថាជក់ដៃបេះអត់ចាំងឈប់ទេបេះចុះបេះឡើងវាទ្រើងអស់លីងដំបងគាត់ថាដើរមើលស្លឹកផ្ទីខ្លះដែរប៉ុន្តែវាឃើញវានៅស្ទើរនៅរិចចាំមើលចាំញីគ្រាប់ថែមឲ្យវាដុះឲ្យច្រើនជាងនឹងបានស្រួលបេះពោះផ្ទីយើងបេះយើងយកតែត្រួយខ្ចីវាទេវាដូចស្លឹកបាសយើងស្លទាំងអាចាស់មានជាតិគាត់ថាដល់ពេលខែភ្លៀងចេះវាអត់មានស្លឹកចាស់ឲ្យយើងទេបានស្លឹករៀងធំហ្នឹងក៏គ្មានចាស់ណាប្រហែលដែរស្លឹកដូចខ្ចីទៅទាំងអស់ហ្នឹងមួយទៀតបើសិនជាបងចង់បានជើងកាមេរ៉ាជើង selfie ដែលអាចថតមុខយើងបានដេញតាមសកម្មភាពយើងប្រភេទមាន AI ក៏បងអាចកម្មង់ជាមួយខ្ញុំបានដែរតម្លៃធូរថ្លៃសមរម្យសេរីចុងក្រោយហើយមួយទៀតបើសិនជាបងត្រូវការប្រដាប់វាយមុខឲ្យល្អប្រើបានកាន់ឆ្នាំក៏បងអាចកម្មង់ខ្ញុំបានដែរបងអាចឆាតជួតម្លៃបានណាអីវ៉ាន់ទាំងអស់ហ្នឹងសុទ្ធតែមានស្តុកសំបីតែប្រភេទថង់ដាក់កៅអៅអាមានរឺតដែលយើងដាក់សម្រាប់ពូអាវធំហូលប្រមួងយើងអីដែលយើងរក្សាឲ្យវាបានស្អាតណាសេរីស្បោងឬមានកស៊ូទាំងសងខាងអាហ្នឹងក៏ខ្ញុំមានដែរតម្លៃវាក៏ធូរថ្លៃដែរសុទ្ធតែបានមានស្តុកស្រាប់ទាំងអស់បងអាចឆែកមើលហើយ screenshot ហើយអាចចូលក្នុង page យើងសួរតម្លៃបានសម្រាប់អីវ៉ាន់ទាំងអស់ដែលខ្ញុំមានលក់គឺសុទ្ធតែខ្ញុំបានតេស្តបានសាកហើយបើសិនជាគុណភាពវាប្រើអត់ការទេខ្ញុំសុខចិត្តក៏មកឲ្យទុកចោលប្រើខ្លួនឯងអត់មានលក់ឲ្យភ្ញៀវទេប៉ុន្តែបើសិនជាអីវ៉ាន់ហ្នឹងអូខេគុណភាពទទួលយកបានស័ក្តិសមនឹងតម្លៃអាហ្នឹងខ្ញុំបញ្ជូនជូនភ្ញៀវឲ្យទាំងម៉ៃទាំងដងកាមេរ៉ាមានអីវ៉ាន់ប្រើប្រាស់ប្រចាំថ្ងៃផ្សេងសម្បីតែស្ករពីជែងហើយនឹងពពួតខំរឺតដាក់កៅអៅយើងធំកៅអៅប៉ាអីហ្នឹងក៏មានដែរហើយអីវ៉ាន់អស់នេះគឺមានស្តុកស្រាប់ហើយខ្ញុំអត់ចង់និយាយតម្លៃនៅក្នុងវីដេអូនេះដោយសារអានេះយើងមិនជាវីដេអូសម្រាប់លក់ដូរទេអត់ចង់បង្ហាញតម្លៃចាំមើលមានពេលតនេចាំខ្ញុំ live ហើយខ្ញុំលើកអីវ៉ាន់មួយជូនបងប្រាប់ពីតម្លៃមួយជូនហ្មង